របៀបដាក់ Facebook ឲ្យមានសុវត្ថិភាពនៅក្នុងមេរៀននេះគឺយើងនឹងនិយាយពីរបៀបនៃការដាក់ Facebook របស់យើងឲ្យមានសុវត្ថិភាពដើម្បីការពារពីការ hack លួចយករបស់អ្នកដទៃនិងដើម្បីការពារ page របស់យើងព្រោះ account របស់យើងជាអ្នកគ្រប់គ្រង page អញ្ចឹងបើសិនគេយក account បាន page យើងក៏គេយកបានដូចគ្នាដែរទី1ទី2នៅពេលដែលបងប្អូនចង់ធ្វើការ boot តើតែ account របស់យើងបានដាក់ two factor សិនមានថាបានដាក់សុវត្ថិភាពសិនបានក្រុមហ៊ុន Facebook វាឲ្យយើងធ្វើការ boot បានអញ្ចឹងដើម្បីយើងអាចដាក់សុវត្ថិភាព account បានគឺដំបូងឡើយបងប្អូនចូលមកកាន់ account Facebook យើងសិនមកបាទបន្តមកទៀតគឺបងប្អូនចុចកន្លែង menu នៅខាងក្រោមនេះបាទចុចកន្លែងនេះមករួចហើយបងប្អូនមើលកន្លែងនេះសញ្ញារូបស្ពឺនេះបងប្អូនចុចកន្លែង setting នឹងមកអូខេអញ្ចឹងកន្លែងនេះគឺបងប្អូននឹងឃើញផ្ទាំងបែបនេះរួចបងប្អូនចុចកន្លែងនេះមានពាក្យថា password and security បងប្អូនចុចពីលើអាហ្នឹងមកបាទបន្ទាប់មកវា load ម្ដងទៀតហើយនេះ account setting នេះគឺមានពាក្យថា password and security នៅខាងលើគេនេះយើងចុចពីលើវាមកបាទអញ្ចឹងកន្លែងនេះគឺវាមានតាក់ទងជាមួយនឹង security បាទអញ្ចឹងមុនពេលដែលបងប្អូនដាក់ security បងប្អូនមើលតាក់ទងជាមួយនឹង where you are login សិនបាទកន្លែងនេះមានថាយើងឆែកមើលថាតើ account របស់យើង login នៅក្នុងទូរស័ព្ទឬក៏ computer អីខ្លះបាទអញ្ចឹងនៅក្នុងនេះគឺ login នៅក្នុង Mac ហើយនឹងនៅក្នុង iPhone អញ្ចឹងអានឹងរបស់ខ្ញុំទេអត់អីទេអញ្ចឹងនៅទីនេះបើសិនជាយើងឆែកមើលថាជារបស់យើងហើយបាទជារបស់យើងហើយអត់អីទេតែបើសិនជាក្នុងករណីដែល load មកមិនរបស់យើងចុច select device to log out មានតែយើងចុច device ណាមួយទៅហើយយើងធ្វើការ log out បាទអញ្ចឹងបើសិនជាក្នុងករណីបងប្អូនឃើញថាមិនរបស់បងប្អូននេះចុចអានេះហើយចុច log out ទៅបាទតែនេះរបស់ខ្ញុំទេអត់អីទេអញ្ចឹងបន្ទាប់ពីយើងឆែកមើល account ហើយបាទថា login ហ្នឹងគឺជារបស់យើងទាំងអស់អីទេបន្ទាប់មកបងប្អូនមើលកន្លែងនេះគឺកន្លែងដាក់សុវត្ថិភាពនេះ two factor authentication តើតើមួយ two factor authentication នេះគឺយើងចុចលើវាមកបាទហើយចុចទៅលើ Facebook យើងមកអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការដាក់ password account Facebook របស់យើងដើម្បី confirm ថាយើងជាអ្នកដាក់សុវត្ថិភាពបាទអញ្ចឹងយើងដាក់ password ហើយបងប្អូនចុចលើពាក្យថា continue អូខេអញ្ចឹងនៅក្នុងនេះគឺវាមាន3ទី1តកតងជាមួយនឹង authentication app ទី2តកតងមួយ SMS WhatsApp ហើយនឹងទី3តកតងជាមួយនឹង security key អញ្ចឹងកន្លែងនេះវា recommend ជាមួយនឹងauthentication app ប៉ុន្តែដោយសារតែភាគច្រើនបងប្អូនយើងមួយចំនួនគឺគាត់អាចនឹងមានបញ្ហាcopy code copy អីទៅវាពិបាកអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើជាមួយនឹង SMS នេះចុះអញ្ចឹងតើតើមួយ SMS ឬក៏ WhatsApp នេះគឺយើងនៅពេលដែលយើង log in ទោះគេដឹងតើតើជាមួយលេខ login ឬក៏ password យើងក៏ដោយវានឹងផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងដើម្បីបញ្ជាក់អញ្ចឹងណាបងប្អូនអញ្ចឹងយក SMS ឬ WhatsApp តបមកយើងចុចលើពាក្យថា nextចឹងកន្លែងនេះវាឲ្យយើងធ្វើការ select លេខទូរស័ព្ទបើសិនជាលេខទូរស័ព្ទនេះគឺជាលេខរបស់បងប្អូនប្រើបងប្អូនយកនឹងលេខហ្នឹងទៅតែបើសិនជាលេខមួយហ្នឹងមិនមែនលេខរបស់បងប្អូនប្រើទេបងប្អូនត្រូវ add លេខទូរស័ព្ទបាទ add លេខទូរស័ព្ទថ្មីមួយទៀតហើយបងប្អូនចុច next ទៅហើយបងប្អូនដាក់លេខទូរស័ព្ទហ្នឹងមកបាទប៉ុន្តែដោយសារនេះខ្ញុំប្រើជាមួយនឹងលេខទូរស័ព្ទនេះតែម្ដង017ហ្នឹងអញ្ចឹងខ្ញុំយកលេខហ្នឹងតែម្ដងបាទលេខនៅក្នុង account ហ្នឹងបន្ទាប់មកយើងចុចលើពាក្យថា next អូខេអញ្ចឹងវានឹងធ្វើការផ្ញើលេខកូដ6ខ្ទង់មកកាន់លេខទូរស័ព្ទមួយហ្នឹងបាទអញ្ចឹងយើងធ្វើការរងចាំលេខកូដបាទអញ្ចឹងវាផ្ញើមកហើយនេះអញ្ចឹងខ្ញុំដាក់អាលេខកូដហ្នឹងតែម្ដងទៅព្រោះដោយសារលេខហ្នឹងវាភ្ជាប់ជាមួយនឹងទូរស័ព្ទហ្នឹងផ្ទាល់អញ្ចឹងពេលវាផ្ញើលេខកូដមកវា load ចូលមកប្រាប់យើងតែម្ដងបន្ទាប់មកគឺបងប្អូនចុចលើពាក្យថា next អូខេអញ្ចឹងវាប្រាប់ថា two factor authentication is on មានន័យថាយើងបានដាក់ two factor ហើយមានថាយើងបានដាក់សុវត្ថិភាពហើយអញ្ចឹងយើងចុចលើពាក្យថា done អញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅបាទ
អញ្ចឹងនៅពេលដែលបងប្អូនដាក់សុវត្ថិភាពឲ្យបងប្អូនចង់កាន់តែច្បាស់បងប្អូនចុចកន្លែង password and security នឹងម្ដងទៀតទៅដើម្បីឆែកថាយើងបានដាក់ឲ្យនៅហើយបើសិនជាបងប្អូនបានដាក់ហើយគឺមិនបាច់ចាំដាក់ទៀតទេបាទចានេះយើងចូលមកកាន់កន្លែង two factor នឹងម្ដងទៀតដើម្បីពិនិត្យថាតើយើងបានដាក់ឲ្យនៅនេះអញ្ចឹងកន្លែងនេះគឺមានន័យថាយើងបានដាក់ឲ្យនេះ two factor authentication is on បើសិនជាបងប្អូនដែលបានដាក់ហើយគឺអត់ចាំបាច់ដាក់ទៀតទេបាទដោយអានេះអញ្ចឹងគឺនេះវាភ្ជាប់ជាមួយនឹងលេខទូរស័ព្ទនេះហើយបាទអញ្ចឹងសម្រាប់វីដេអូមេរៀនមួយនេះគឺយើងមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរអ្វីអាចធ្វើការឆាតសួរនៅក្នុង group support បានសូមអរគុណ